ស្អប់ចោលប៉ុន្តែជួយទិញផលិតផលរបស់ចោលស្មើនឹងហុចកំបិតទៅឲ្យសត្រូវមកចាក់ខ្លួនអញ្ចឹងសមត្ថកិច្ចខាត់ខ្លួនអាឡែនដែលបានចូលដៃចូលជើងជាមួយនឹងឈ្មួញថៃលួចនាំទុរេន2តោនមកលក់នៅកម្ពុជាមិនតិចតួចឡើយមាត់ថាស្អប់ថៃប៉ុន្តែសកម្មភាពគុតគង់សង្គ្រោះថៃសង្គ្រោះចោលបាទអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញានិងបទបញ្ជារបស់ស្នងការនគរបាលខេត្តបាត់ដំបងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់ Facebook ឈ្មោះអាឡែននៅល្ងាចថ្ងៃទី4ខែឧសភានេះក្រោយសារភាពថាពិតជាបានលួចសហការជាមួយឈ្មួញថៃនាំទុរេនប្រមាណ2តោនមកលក់នៅកម្ពុជាប្រកាសមែនបាទអារឿងចឹងចឹងដែលជារឿងចង្រៃណាបាទគួរឲ្យយើងស្ដីបន្ទោសបាទប៉ុន្តែរឿងខ្លះមិនមែនឲ្យតែរបស់ថៃហ្នឹងចេះតែថាទេដូចអ្នកខ្លះគ្រាន់តែរៀនភាសាថៃហ្នឹងក៏គិតថាគាំទ្រថៃមិនមែនទេយើងរៀនពីចំណេះជំនាញពីដូចថាយើងរៀនក្បាច់គុណពីគេអាហ្នឹងមិនមែនចង្រៃទេអាហ្នឹងដើម្បីដឹងល្បិចរបស់គេវិញផងបាទអញ្ចឹងដែលនាំចង្រៃដែលគាំទ្រចោលណាបាទនេះបើតាមអ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបងថ្លែងប្រាប់កម្ពុជាថ្មីបន្ថែមក្រោយការចេញសេចក្តីប្រកាសព័ត៌មានស្តីលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ចជាមួយម្ចាស់គណនី Facebook ឈ្មោះអាឡែនតាក់ទងនឹងការទិញលក់ផ្លែទុរេនដែលល្បីក្នុងបណ្ដាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះក្នុងពេលចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនាថ្ងៃទី4ខែឧសភាឆ្នាំ2026នេះឯងម្ចាស់គណនីឈ្មោះអាឡែនមានឈ្មោះពិតគាត់មានឈ្មោះពិតត្រឹមត្រូវរបស់គាត់អាឡែនហ្នឹងជាឈ្មោះក្រៅទេឈ្មោះលឿនសាក់ឡែនតែហៅអាឡែនអញ្ចឹងទៅសារភាពថាចាប់ពីខែមេសាដល់ដើមខែឧសភាឆ្នាំ2026នេះខ្លួនបានទំនាក់ទំនងជាមួយជនជាតិថៃធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងទៅទិញផ្លែទុរេនបានចំនួន3លើកមានចំនួនប្រមាណ2តោន1គីឡូប្រមាណហ្នឹងហើយចុះ2តោនប្រមាណលុយទៅព្រោះមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមដោយបានដាក់រថយន្តផ្ញើទៅឲ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលដែលទុរេនដឹកពីថៃចូលមកដល់ដៃខ្លួនអ្នកនាំចូលហ្នឹងការថៃវាយខ្មែរក៏ជេរថៃដែរណាជេរថៃសម្បើមណាខ្ញុំគិតថាมันអត់ទេជេរថៃសិតតែចោលសិតតែអីចឹងទៅណាខឹងនឹងថៃប៉ុន្តែគុំតែមើលសកម្មភាពម្ចាស់គណនី Facebook អាឡែនសារភាពប្រាប់ទៀតថាឈ្មួញនៅថៃជាអ្នករៀបចំផ្ញើទុរេនមកតាមច្រកព្រំដែនកាប៊ីនណាប៉ុន្តែខ្លួនមិនបានដឹងថាឈ្មួញនៅថៃផ្ញើមកតាមរបៀបណានោះទេលុះរថយន្តដឹកមកដល់ផុតច្រកព្រំដែនក៏ទទួលឲ្យផ្ញើទៅខេត្តកំពង់ចាមតែម្ដងហ្នឹងវានៅពាក់ព័ន្ធនឹងអ្នកដែលវាមិនតែតរេននឹងចេះហោះសំខាន់វាចូលតាមច្រកណាអានត្រូវរករឿងនេះដែលបើកច្រកឲ្យចូលទៅទៀតមិនមែនកំហុសតាអាឡែនទេម្ចាស់គណនី Facebook អាឡែនរស់នៅភូមិភ្នំចាំចាបឃុំបាំងរាំងស្រុកកំរៀងទទួលស្គាល់ថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្ដាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃកន្លងមកនេះគឺជាសម្លេងរបស់ខ្លួនដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែនទោះបីម្ចាស់គណនី Facebook អាឡែនបំភ្លឺបែបនេះក្តីក៏សមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីនេះយកមកចាត់វិធានការស្របតាមច្បាប់អ្នកនាំពាក្យនៃស្នងការរដ្ឋាភិបាលនគរបាលខេត្តបាត់ដំបងបញ្ជាក់បន្ថែមដូចនេះ
ទូរ៉េនស្ថិតក្នុងប្រភេទផ្លែឈើដែលកម្ពុជាដាក់បំរាមហាមនាំចូលពីប្រទេសថៃនៅពាក់កណ្ដាលខែមិថុនាឆ្នាំ2025ក្រោយកម្ពុជាថៃមានភាពតានតឹងខ្លាំងឡើងនៅតាមព្រំដែននៃប្រទេសទាំងពីរនិងមកពីយោធាថៃជាអ្នកកែសម្រួលបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីបន្ថែមពីលើផ្លែឈើប្រេងឥន្ធនៈនិងអូស្មန်ឥន្ធនៈក៏ស្ថិតនៅក្នុងបំរាមដែលកម្ពុជាហាមឃាត់ការនាំចូលពីថៃសម្ដេចហ៊ុនសែនកាលពីដើមខែតុលាឆ្នាំ2025ធ្លាប់ស្នើទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យដកចោលរាល់មន្ត្រីខិលខូចទាំងឡាយណានិងមានវិធានការចំពោះឈ្មួញទុច្ចរិតដែលហ៊ានលួចនាំទំនិញថៃចូលមកក្នុងប្រទេសកម្ពុជាទាំងដែលកម្ពុជាកំពុងមានចំនួនជាមួយគ្នានិងបន្តបិទព្រំដែនព្រោះការលួចនាំទំនិញពីថៃមកលក់ធ្វើឲ្យថៃមើលងាយថាកម្ពុជាខ្វះទំនិញគេមិនបានបាទបើសិនបើរឿងនេះស្រាវជ្រាវឃើញហើយអ្នកដែលលបលួចនាំឲ្យចូលបានហ្នឹងណានៅតែរួចខ្លួនទេខ្ញុំគិតថាមើលងាយសម្ដេចបណ្ដោយបាទព្រោះសម្ដេចដាក់មកតឹងណាស់តឹងមែនតើហើយថ្មីហ្នឹងក៏សម្ដេចបានបង្ហោះសារដែរថាមិនខ្លាចប្រជាជនដាក់បណ្ដាសារទេអីបានន័យថារឿងហ្នឹងគឺមិនមែនលេងសើចទេបាទហើយបើសិនជានៅតែហ៊ានធ្វើអញ្ចឹងហើយរួចខ្លួនទៀតអាហ្នឹងដូចមើលងាយសម្ដេចពេកហើយមានន័យថាមើលងាយប្រទេសខ្លួនឯងបណ្ដោយជន់ឈ្លីប្រទេសខ្លួនឯងចាំបានគេថាអ្នកដតីមើលងាយវាមិនអីថាខ្លួនឯងបណ្ដោយឲ្យខ្លួនឯងថោកទាបដោយខ្លួនឯងគេបង្អាប់ថាបិទច្រកនឹងយើងយ៉ាងនេះយ៉ាងនោះសំតែគេបង្អាប់បើសិនជាមានរឿងអញ្ចឹងហើយអ្នកដែលប្រព្រឹត្តនឹងនៅតែរួចខ្លួនទៀតបាទសំតែគេមើលងាយមែនខ្ញុំសង្ឃឹមថាមិនរួចខ្លួនទៅចោះបាទព្រោះមិនតិចតួចអីហើយអ្នកក្រោយនឹងកាន់តែបានចាត់ទៀតបើសិនជាករណីនឹងធូរស្រាលបាទហើយនិយាយក្នុងនាមជាប្រជាពលរដ្ឋម្នាក់សូមកុំឲ្យអ្នកប្រព្រឹត្តនឹងរួចខ្លួនបាទអត់ចេះឈឺចាប់ទេអីគេមើលងាយណារឿងបិទច្រកព្រំដែនបិទអីហ្នឹងមិនមែនលេងសើចទេហើយយើងនៅលួចធ្វើអញ្ចឹងសំតែនឹងគេថាមែនហ្នឹងឯងអញ្ចឹងគេដែរថាកាលនោះសម្ដេចហ៊ុនសែនប្រធានគណៈបកកាន់អំណាចសង្កត់ធ្ងន់ថាប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដោយពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេគឺចេញបញ្ជាចាប់ខ្លួនឬដកចេញពីមន្ត្រីតែម្ដងប៉ុន្តែសូមគុំគិតថាឆ្មាមិននៅកណ្ដុលឡើងរីកអីសោះបាទសារហ្នឹងគឺខ្ញុំក៏នៅចាំដែរនៅចាំធ្លាប់អានសារហ្នឹងទៀតបាទអញ្ចឹងមិនមែនជារឿងលេងសើចទេសង្ឃឹមថាហើយ2តោនមិនដែលអាឡែននឹងចេះជប់ចេះប្របាំងកាយឲ្យតរេនហោះចូលមកដោយមិនបានឆ្លងកាត់មន្ត្រីពាក់ព័ន្ធទេបាទវាមិនដែលគេមិនសុខចិត្តទេប្រជាពលរដ្ឋគេមិនសុខចិត្តទេធ្វើអញ្ចឹងយើងរងចាំមើលថាតទៅវានឹងទៅយ៉ាងណាបាទអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀត